Phật sôm Nam mô Tát Ni Chát Tà Rô Tham Mi Vát Thon Tô Thoa cứ Phật Bồ từng lại buồnประការគឺអាយុក៏សូមញាតិញោមជាពុទ្ធបរិស័ទទាំងអស់មានអាយុវែងវណ្ណៈសូមមានពណ៌សម្បុរកាយល្អសុខៈសុខនឹងកាយសบายទាំងចិត្តបលៈសូមមានកម្លាំងមាំមួនធម៌ទាំងឡាយ4ប្រការនេះចូលជំរុំចម្រើនដល់ញាតិញោមជាពុទ្ធបរិស័ទដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យដែលបានប្រពនៅកិច្ចកម្មវិធីនេះឡើងអនុមោទនីសូមញាតិញោមពុទ្ធបរិស័ទទាំងអស់ត្រង់ត្រាប់ស្ដាប់នៅព្រះសទ្ធម្មទេសនាដោយគោរពរមែងកើតនៅបញ្ញាសូមអនុមោទនីញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលកំពុងតែស្ដាប់នៅក្នុងវេលាគ្រាឱកាសនេះថ្ងៃមុនតបោកញាតិញោមតបពីអាត្មាបានផ្អាកការផ្សាយផ្ទាល់ការបង្ហោះតាម YouTube ក្តីតាម Facebook ក្តីការផ្អាកនេះផ្អាកយូរដែរហ្នឹងញោមរយៈពេលចូលឆ្នាំខ្មែរប្រពៃណីជាតិយើងហើយអាត្មាហ្នឹងក៏រវល់ទៅស្រុកទៅហើយញាតិញោមក៏គាត់រវល់ដើរលេងសង្ក្រាន្តនេះខ្លះដែរទៅខែនេះសិតតែខែរវល់ញាតិញោមរវល់ទាំងអស់គ្នាហើយជីវិតយើងក៏វិវត្តទៅមុខមួយឆ្នាំទៀតចិត្តតែវិវត្តទៅញោមមិនបកក្រោយឡើយមិនបកក្រោយឡើយហើយថ្ងៃនេះប្រហែលជាសំដែងមិនបានច្រើនទេញាតិញោមប្រហែលជា10 ទៅ 10 នាទីជាងហ្នឹងអស់ហើយដោយសារអីដោយសារថ្ងៃនេះរៀងយប់ជ្រៅហើយកិច្ចការងារវត្តច្រើនក៏ធ្វើកិច្ចការងារវត្តខ្លះទៅអញ្ចឹងទៅក៏មកបានទំនេរដៃទំនេរវិការងារហ្នឹងគឺរៀងយូរដែរហ្នឹងហើយញាតិញោមហើយផ្ដាំផ្ញើញាតិញោមតាមរលកកាសនៃសម្លេងនេះថាសុខសប្បាយទេបើចូលឆ្នាំហ្នឹងសុខទុក្ខយ៉ាងណាហើយណាកូនចៅអីបានអញ្ជើញមកលេងអ៊ូអច្រើនប្រហែលជាសុខសប្បាយហើយញាតិញោមហ្នឹងឯជីវិតញាតិញោមមានតែប៉ុណ្ណឹងកែមន់សន្តរដូវការរស់នៅមានបែកមានព្រាត់ណាហើយកូនចៅបានមកធ្វើអភិវឌ្ឍនកិច្ចថ្វាយបង្គំកម្មាទោស្រោចទឹកស្រង់ទឹកចំពោះមេដាបិតាណាងូតទឹកឲ្យមេដាបិតាណានឹងជាការដឹងគុណមួយដែរប៉ុន្តែវាជាចំណុចមួយរបត់មួយដែលកូនចៅប្រុសស្រីទាំងអស់ធ្វើទៅប៉ុន្តែក៏ជាការប្រកបនៅអត្ថន័យដ៏សំខាន់ជ្រៅជ្រៅថាកូនចៅប្រុសស្រីត្រូវតែដឹងនៅគុណូបការៈចំពោះមេដាបិតាមិនមែនមានន័យថាយើងងូតទឹកឲ្យគាត់តែមួយថ្ងៃហ្នឹងទេណាញោមណាយើងត្រូវតែធ្វើរឿងហ្នឹងឲ្យបានតបចំពោះមេដាបិតារបស់យើងនឹងឲ្យបានល្អព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងកូនទាំងឡាយឯណាដែលកើតក្នុងទីទាំងពួងហើយរលឹកនឹកឃើញនូវគុណូបការៈមេដាបិតាគ្រូបាអាចារ្យអាណាព្យាបាលនឹងកូននោះអ្នកនោះទៅទីណារមែងមិនជាយុទ្ធចាក់ទីទាំងពួងមានន័យថាទៅដល់ណាក៏មិនស្លាប់ដែររមែងមានទេវតាជួយថែរក្សាមនុស្សល្អជួយថែរក្សាណាបុណ្យជួយណាញាតិញោមបុណ្យជួយណាហើយបន្ទាប់ពីចូលឆ្នាំទៅកូនចៅប្រុសស្រីក៏ត្រឡប់ទៅធ្វើការវិញអស់ណាញោមណោះហើយអញ្ចឹងទៅមានអារម្មណ៍មកចេះញោមយើងធ្លាប់អ៊ូអមួយថ្ងៃពីរថ្ងៃអញ្ចឹងទៅក៏បាត់ភាពអ៊ូអទៅវិញទៅយើងកំសត់ខ្លួនតិចដែរហ្នឹងហើយញាតិញោមអាត្មាហ្នឹងក៏កំសត់ដែរមិនថាញាតិញោមអាត្មាក៏កំសត់បន្តិចដែរដល់បើញាតិញោមមកចូលវត្តពេញមានលឺសូរសំឡេងញោមវាយក្អមវាយអីចឹងទៅដល់ថ្ងៃនេះស្ងាត់ឈឹង
ហ្នឹងហើយក៏កំសត់ខ្លួនដែរហ្នឹងហើយញោមបាទនៅក្នុងវត្តដាក់នៃជីវិតហ្នឹងវាអញ្ចឹងมันមានអ្វីដែលថិតថេររហូតទេអញ្ចឹងបានព្រះអង្គឲ្យយើងឲ្យយើងរលឹកដឹងនៅក្នុងសតិសម្បញ្ញៈហ្នឹងរលឹកដឹងរលឹកឲ្យកើតទៅជាបញ្ញាកំណត់ថាណានេះជាទុក្ខណាជីវិតនឹងជាទុក្ខណាហ្នឹងឯងណាឥឡូវកុំទៅវែងឆ្ងាយពេកញាតិញោមឥឡូវយើងត្រឡប់មកអំពីកតញ្ញូកតវេទីវិញដែលចង់សង្កត់អំពីថាកូនចៅប្រុសស្រីទាំងអស់ក៏បីមានកតញ្ញូកតវេទីចំពោះឪពុកម្ដាយមិនថាតែពិធីបុណ្យចូលឆ្នាំហ្នឹងទេសំបីតែណាពិធីបុណ្យពិធីថ្ងៃធម្មតាក្ដីក៏យើងត្រូវតែមានកតញ្ញូកតវេទីនឹងចំពោះឪពុកម្ដាយដែរតោះនេះញាតិញោមមិនមែនថាយើងងូតទឹកឲ្យគាត់ទៅពេលហ្នឹងទេណាញោមណាយើងធ្វើចំពោះកូនយើងងូតទឹកឲ្យកូនយើងណាដូចគាត់ងូតទឹកឲ្យយើងអញ្ចឹងពីតូចអញ្ចឹងដល់ពេលយើងមានគ្រួសារចាស់ព្រឹត្តចាស់ប្រេងទៅគឺយើងក៏បីតបស្នងសងគុណចំពោះលោកអ្នកដ៏មានគុណដោយរបៀបដែលអាចធ្វើទៅបានឲ្យអស់ផលិតភាពឥឡូវកុំឲ្យវែងឆ្ងាយញាតិញោមពេលវេលាកាន់តែយប់ជ្រៅណាអាត្រៀតយប់ជ្រៅឯងខ្ញុំម៉ោងប៉ុន្មានម៉ោង7មិន10ហើយអញ្ចឹងអាត្មាក៏ឆ្លៀតមកនិយាយធន់តិចទៅហើយក៏សម្រាកសឹងទៅណាដើម្បីទុកកម្លាំងខ្លះដើម្បីបន្តជីវិតណាបន្តកិច្ចការងារទៅថ្ងៃស្អែកទៀតចឹងល្ងាចនេះអាត្មាមានអីទេមានតែបកាថាដែលព្រះអង្គសម្ដែងអំពីកតញ្ញូកតវេទីបងកតញ្ញូកតវេទីនេះគឺព្រះអង្គសម្ដែងអំពីកូនចៅប្រុសស្រីទាំងអស់នោះក៏បីធ្វើតបចំពោះគុណមេត្តាបិតាបងហើយកតញ្ញូកតវេទីហ្នឹងបើយើងបែងចែកទៅជាពីរបទទី1កតញ្ញូមួយបទកតវេទីមួយបទហើយកតញ្ញូប្រែថាអ្នកធ្វើតបបងចឹងមានន័យថាកូនចៅប្រុសស្រីទាំងអស់ញាតិញោមពុទ្ធបរិស័ទជាកូនជាចៅណាយុវតីយុវជនហ្នឹងក៏បីធ្វើតបកូនលោកទាំងទ្វេណាមាសពុនភ្នំគីរីពុំស្មើមានអ្វីដែលស្មើគុណហ្នឹងទេហើយយើងនិយាយពាក្យថាសងក៏មិនត្រូវដែរញាតិញោមសងអត់ត្រូវទេណាយើងត្រូវនិយាយពាក្យថាតបណាតបគុណហ្នឹងបានអស់វាសងដូចជាដាច់អហង្ការពេកទៅដូចថាខ្ញុំជពាក់ម៉ែឯង1លានខ្ញុំយក1លានខ្ញុំមកសងវិញរួចគ្នាម៉ែអត់មានជពាក់គ្នាទៀតដូចវាដាច់មនោសញ្ចេតនាពេកខ្ញុំដល់ពេលអញ្ចឹងយើងប្រើពាក្យថាតបគុណតបគុណអញ្ចឹងហើយធម្មតាទេញាតិញោមកូនចៅប្រុសស្រីទាំងអស់កើតមកនៅក្នុងលោកសន្និវាសនេះយើងរស់នៅបានសេចក្តីសុខសុំស្គមស្កើងណាមានប្រយោជន៍មានបានដល់ថ្ងៃនេះដោយសារតែលោកអ្នកដ៏មានគុណនឹងឯងបានលោកជួយបំណុកបំរុងបីបាច់ថែរក្សាណាបីបំថ្នមតាំងពីតូចក្រូចឆ្មារហូតមកដល់ធំនឹងណាអញ្ចឹងទៅបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពោលសម្ដែងណានៅក្នុងសតនអង្គត្រនិកាយណាចតកនិបាតទុតិយបណ្ណសកៈណាបណ្ណកម្មវៈភាគទី42ទំព័រ173ថាទេថានាមរបស់មេត្តាបិតានឹងមានរហូតទៅដល់4មាន4ញាតិញោមមាន4មានន័យថាកាលហ្នឹងព្រះអង្គសម្ដែងទៅនឹងភិក្ខុព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយមេត្តាបិតាដែលជាពពួកកុលបុត្រណាបូជាឲ្យក្នុងផ្ទះណាត្រកូលនោះមានឈ្មោះថាប្រកបទៅដោយឋានជាព្រំផងជាពុពពាចាផងជាពុពទេផងជាអហុនយបុគ្គលផងអហុនយបុគ្គលមានបុគ្គលគួរជាទីគោរពគួរជាទីគោរពគួរជាទីបដិបត្តិដល់នៅសេចក្តីបដិបត្តិបានបុណ្យប្រមាណមិនតិចឡើយពុពពាចាជាអាចារ្យខាងដើមគ្រាន់តែកើតប្រាច់មកពុកម្ដាយតែងតែណែនាំកូនចៅប្រុសស្រីទាំងអស់ឲ្យណា
ធ្វើអំពើល្អណាហៅពូហៅមីងហៅបងហៅប្អូនហៅលោកឪពុកហៅអ្នកម្ដាយក្រមសីលធម៌ការរស់នៅនឹងហើយដែលឲ្យឈ្មោះថាពុព្វាចារ្យអាចារ្យខាងដើមបាទពុព្វទេពទេវមេដាបៃតាហ្នឹងជាទេវតាផ្ទះញោមទេវតាផ្ទះណាជាព្រះរស់ណាជាព្រះអរហន្តណាមានន័យថាលោកព្រះបីដូចជាព្រះរស់គឺជាព្រះរស់ពូហ្នឹងហើយគឺជាព្រះរស់របស់កូនចៅប្រុសស្រីក៏3ណាបដិបត្តិគាត់ឲ្យបានមមតមឲ្យបានល្អប្រសើរកុំឲ្យមានពាក្យស្ដាយក្រោយពូហ្នឹងហើយជីវិតមួយឆ្នាំទៅមួយឆ្នាំមានប្រមាណមិនតិចឡើយមានប្រមាណមិនច្រើនឡើយបងហើយគុណនៅបការៈដែលមេដាបៃតាធ្វើចំពោះកូនចៅប្រុសស្រីហ្នឹងគឺច្រើនបងណាច្រើនអនាយកបការណាស់ទៅហើយក៏អញ្ចឹងបានលោកតែងតែផ្ដល់នៅព្រមវិហារធម៌ទាំងឡាយ4ចំពោះកូនចៅប្រុសស្រីហ្នឹងបងមនុស្សគុណលោកគឺត្រង់ហ្នឹងហ្មងញាតិញោមត្រង់ព្រមវិហារធម៌ទាំង4ហ្នឹងគឺអស្ចារ្យណាអស្ចារ្យសឹងថាគ្មាននរណាដែលលើសពីឪពុកម្ដាយរបស់យើងណាញោមដូចជាមេត្តាណាមេត្តាសេចក្តីស្រឡាញ់ស្និទ្ធស្នាលរាប់អានចំពោះកូនណាមេត្តាហ្នឹងចិត្តហ្នឹងមានន័យថាចិត្តជាអារម្មណ៍បងណាចិត្តជាអារម្មណ៍ណាព្រោះណាលោកអ្នកដ៏មានកូនហ្នឹងកាលបើបានគ្នាជាភរិយាហើយគាត់តែងតែប្រាថ្នាតែមួយយ៉ាងឯងបងមានន័យថាគាត់ចង់បាននៅបុត្រណាដើម្បីបន្តផៅពងវងតកោរបស់ខ្លួនហ្នឹងចឹងមេដាបៃតាទាំងឡាយបើដឹងថាកូនចុះចាប់បដិសន្ធិនៅក្នុងផ្ទៃហើយរមែងកើតបៃតិពលគឺសេចក្តីត្រេកអរនៅក្នុងចិត្តមានប្រមាណជាពុនពេកហ្នឹងដល់ហើយបានលោកមានករណាបើករណាហ្នឹងសេចក្តីអាណិតអាសូរញាតិញោមមនុស្សយើងករណាសេចក្តីអាណិតអាសូរមានរូបសម្លេងជាអារម្មណ៍គ្រាន់តែឮសូរថាកូនកើតហើយអាណិតអាសូរហ្មងញាតិញោមកូនយំងាមិនហើយកូនឯងណាមិនត្រូវការទឹកដោះឬក៏ត្រូវការអីមុខខាំរបោមខ្យល់បក់ត្រូវអីណាកើតករណាភ្លាមហ្មងអញ្ចឹងបានថាទឹកចិត្តរបស់ពុកម្ដាយនេះគឺករណានេះធំធេងណាស់ញាតិញោមហរតីរបស់មេដាបៃតានេះគឺថាពុនពេកពុនពេកមានន័យថាលោកសន្តោសប្រុសប្រណីមិនដឹងថារោគអ្វីទៅប្រៀបបានបងនឹងឯងទី3គឺមុទិតាសេចក្តីណាតុនតោទៅរកកូនណាមានន័យថាណាមានចិត្តហ្នឹងជាអារម្មណ៍មេដាបៃតានៅពេលដែលឃើញកូនចេះក្រឡាប់ចេះដើរចេះរត់មកព្រមទាំងចេះស្ដីវាចាជាដើមនឹងធ្វើឲ្យមេដាបៃតានឹងសប្បាយចិត្តហ្នឹងសប្បាយចិត្តនៅក្នុងហរតីនឹងសប្បាយភ្លេចអស់ហើយទុកព្រួយណាជួខ្លះមកពីធ្វើការងារហត់អីចឹងទៅណាគ្រាន់តែបានឮសូរសំឡេងកូនគ្រាន់តែបានឮសូរឃើញមុខកូនក៏សប្បាយចិត្តណាសប្បាយចិត្តណានឹងឯងទី4នោះគឺឧបេក្ខាហ្នឹងគឺសេចក្តីតាំងចិត្តជាកណ្ដាលបងมันមានសោមនស្សมันមានតោមនស្សណាមានកម្មជាអារម្មណ៍កាលបើកូនមានវ័យណាធំមានគូសកលទៅគឺណាបៃតាហ្នឹងក៏រៀបចំគូសកលឲ្យទៀតណាហើយបើសិនជាមានទ្រព្យសម្បត្តិអីហ្នឹងក៏ចែកទ្រព្យសម្បត្តិឲ្យទៀតណាអញ្ចឹងមានន័យថាលោកមិនមានភាពចំណែនភាពអីទេខ្ញុំមានសន្តោសប្រោះបណីមេត្តាណាករណាឧបេក្ខាចិត្តជាកណ្ដាលនឹងឯងបងចឹងការសម្ដែងថ្លែងនៅធម្មទេសនាមានប្រមាណប៉ុណ្នេះចាស់ណាញោមណាដែលអាត្មាសម្ដែងពីណាព្រមវិហារធម៌របស់ពុកម្ដាយបងថ្ងៃនេះថ្ងៃបើកឆាកដំបូងហើយបងសម្រាប់វីដេអូបង្ហោះតាម YouTube បងសាថ្ងៃនេះថ្ងៃចូលឆ្នាំចប់ហើយបងចប់ហើយនឹងញាតិញោមអនុមោទនីបងហើយកុំភ្លេចថែរក្សាសុខភាពផងញោមណាជាពិសេសញោមនៅតាមទីក្រុងណានិគមជនបទហ្នឹងក៏អញ្ចឹងដែរជនបទហ្នឹងក៏ត្រូវថែរក្សាសុខភាពដែរព្រោះក្តៅហើយជាពិសេសថ្ងៃក្តៅហ្នឹងកុំអានទៅណាញោម
យើងត្រូវការពារទៅព្រោះអីជួនកាលសុខភាពយើងចាស់ដើរទៅស្លាប់ភេងទៅណាមើលមិនឃើញទេខ្ញុំសូម្បីតែព្រះសង្ឃអាយុ3 4 5 6 10កម្លាំងនៅពេញហ្នឹងក៏មានអ្នកខ្លះអង្គខ្លះស្លាប់ចឹងទៅមើលអត់ឃើញសុខភាពដល់ពេលក្តៅពេកបាទក្តៅពេកចឹងត្រូវថែរក្សាសុខភាពនឹងឲ្យបានទាំងអស់គ្នាញោមណានមោទនីយ៉ាងសង្ឃកបេអ្នករីឯពធទេសនាដែលសម្ដែងដល់អង្គខ្ញុំកណាអាត្មាភាព